ជំរាបសួរថ្ងៃនេះយើងមកបន្តសាច់រឿងស្នេហ៍ប្រែគំនុំយើងតទៀតបញ្ចប់ពីវគ្គមុនគេបង្ហាញឲ្យយើងថាទោះស្រីគាត់មានអតីតកាលហើយអតីតកាលរបស់គាត់នឹងតាក់ទងនឹងតួប្រុសប្រហែលជាគាត់ធ្លាប់ជួបគ្នាឬក៏ធ្លាប់ស្រឡាញ់គ្នាអញ្ចឹងអតីតកាលរបស់ខ្ញុំគឺជារឿងដែលខ្ញុំមិនអាចបំភ្លេចបានក៏ជារឿងតែមួយដែលធ្វើឲ្យខ្ញុំកែប្រែខ្លួនអ្វីត្បិតតែអតីតកាលឈឺចាប់តែខ្ញុំមិនដែលចង់បំភ្លេចវាទេចប់ថ្នាក់ទី12ខ្ញុំមានអាយុ18ឆ្នាំពេលនោះម៉ាក់របស់ខ្ញុំបានទូរស័ព្ទមករកខ្ញុំដើម្បីឲ្យខ្ញុំទៅស្នាក់នៅផ្ទះសប្បាយចិត្តណាស់ព្រោះម៉ាក់ខ្ញុំនិងខ្ញុំមិនសូវជាស្និទ្ធស្នាលនឹងគ្នានោះទេគាត់ជាមនុស្សដែលកាន់ទម្លាប់ចូលចិត្តអ្វីដែលមីងរបស់ខ្ញុំបានយកខ្ញុំមករៀននៅភ្នំពេញតាំងពីខ្ញុំថ្នាក់ទី6ដូច្នេះហើយម៉ាក់គាត់មិនសូវជាបានស្និទ្ធស្នាលជាមួយខ្ញុំទេម៉ាក់របស់ខ្ញុំមានផ្ទះ2កន្លែងផ្ទះមួយគាត់ស្នាក់នៅដោយខ្លួនឯងចំណែកឯផ្ទះមួយទៀតគាត់ជួលឲ្យក្រុមវិស្វករសាងសង់ថ្ងៃដែលខ្ញុំត្រឡប់ទៅផ្ទះវិញម៉ាក់គាត់បានធ្វើកម្មវិធីញ៉ាំបាយជុំគ្នាបន្តិចបន្តួចពេលនោះដោយសារតែចុងភៅរបស់គាត់ជាចុងភៅរបស់ក្រុមវិស្វករដូចគ្នាដែរចុងភៅឈ្មោះថាមីងភាជាបងប្អូនជីដូនមួយរបស់ធ្វើម្ហូបឆ្ងាញ់ខ្លាំងណាស់ថ្ងៃនោះយើងបានអង្គុយញ៉ាំអាហារជុំគ្នាដោយមានក្រុមវិស្វករចំនួន7នាក់នៅចូលរួមញ៉ាំអាហារជាមួយគ្នាពេលនោះខ្ញុំចាប់អារម្មណ៍ទៅលើបុរសម្នាក់ដែលអង្គុយចង់គេម្នាក់នោះស្រស់ស្អាតស្រស់សង្ហាខ្លាំងណាស់ខ្ញុំមិនដឹងថាគេចាប់អារម្មណ៍ខ្ញុំដែរហើយជាខ្ញុំមិនដែលធ្លាប់ស្រឡាញ់អ្នកណាពេលដែលឃើញគេភ្លាមខ្ញុំចាប់អារម្មណ៍គេវិញក៏ដូចគ្នាចេះតែសម្លឹងមើលខ្ញុំម្ដងហើយម្ដងពេលដែលមានឱកាសល្អពួកយើងក៏បាននិយាយគ្នាពេលដែលនិយាយគ្នាយល់ចិត្តគ្នាពេលដែលនិយាយពួកយើងទាំងពីរនាក់គឺយល់ចិត្តគ្នាខ្លាំងណាស់ដូច្នេះហើយក៏សម្រេចចិត្តថាធ្វើជាសង្សារនឹងគ្នាពេលនោះខ្ញុំនៅក្មេងគិតថាស្នេហាគឺល្អគាត់គេទើបនឹងបានមួយសប្តាហ៍ខ្ញុំក៏ព្រមធ្វើជាសង្សាររបស់គេនេះជាស្នេហាលើកដំបូងរបស់ខ្ញុំតែខ្ញុំមិនដឹងទេថាគេគឺជាស្នេហ៍លើកដំបូងឬពួកយើងបានឧស្សាហ៍ញ៉ាំបាយជាមួយគ្នាកាន់ដៃគ្នាដើរលេងជាមួយគ្នាពេលនោះពិភពលោករបស់ខ្ញុំគឺស្រស់បំព្រងមួយម៉ាក់សួរខ្ញុំថាចង់បន្តការសិក្សាជំនាញអ្វីខ្ញុំស្ទាក់ស្ទើរចង់ធ្វើអ្វីដែលខ្លួនស្រឡាញ់ប៉ុន្តែនៅមុខម៉ាក់ខ្ញុំមិនអាចនិយាយតាមតម្រូវការខ្ញុំបានទេខ្ញុំមើលមុខគាត់បន្តិចរួចនិយាយថាតើម៉ាក់ចង់ឲ្យខ្ញុំរៀនមុខជំនាញអ្វីពេលនោះគាត់បន្តតបមកខ្ញុំវិញថាឲ្យខ្ញុំរៀនដូចគាត់ទៅពេលនោះគាត់តបមកខ្ញុំថាតើខ្ញុំចង់រៀនជំនាញអ្វីខ្ញុំពេលនោះស្ទាក់ស្ទើរណាស់ព្រោះដឹងតានិយាយទៅគាត់មិនសប្បាយចិត្តតែខ្ញុំក៏ប្រាប់គាត់ថាខ្ញុំចង់ធ្វើជា designer គាត់ខឹងភ្លាមប្រាប់ខ្ញុំគាត់មិនចូលចិត្តការងារបែបនេះទេចង់ឲ្យខ្ញុំធ្វើជាគ្រូពេទ្យឬក៏គ្រូបង្រៀនដូចគាត់ព្រោះតែគាត់មានអត្តចរិតរឹងរូសបែបនេះទើបខ្ញុំមិននៅជាមួយគាត់ពេលដែលប៉ាខ្ញុំស្លាប់ចុងក្រោយរបស់លោកប៉ាគាត់ឲ្យខ្ញុំទៅនៅជាមួយនឹងអ្នកមីងគាត់ជាមនុស្សស្រីម្នាក់ដែលចិត្តទូលាយមិនប្រកាន់ទំនៀមទម្លាប់ច្រើនគាត់ផ្ដល់សេរីភាពមួយឲ្យខ្ញុំសម្រេចចិត្តដោយខ្លួនឯងប៉ុន្តែអ្នកម៉ាក់អត់ទេគាត់ជាមនុស្សដែលប្រកាន់យកទំនៀមទម្លាប់ពីដើមដូច្នេះហើយទើបខ្ញុំពិបាករស់នៅតែបានបណ្ដាំលោកប៉ាទេចាប់ពីនោះទៅខ្ញុំមិនប្រកែកអ្វីជាមួយអ្នកម៉ាក់ទៀតទេចេញមកក្រៅពេលនោះគេលួងលោមខ្ញុំសប្បាយចិត្តណាស់យើងក៏លួចទៅដើរលេងនៅផ្សាររាត្រីចិត្តស្រឡាញ់គ្នាខ្លាំងប៉ុន្តែមិនដឹងហេតុអ្វីទេរំលងមកបានមួយសប្តាហ៍ទៀតគេក៏ចាប់ផ្ដើមផ្លាស់សម្ដីធ្ងន់មកលើខ្ញុំដោយមិនគិតថាខ្ញុំជាសង្សាររបស់គេដូចមុនថែមពីនោះទៅទៀតគេបានប្រាប់ខ្ញុំថាគេមានសង្សារថ្មីហើយធ្វើឲ្យខ្ញុំឈឺចាប់ខ្លាំងហើយក៏គិតថាហេតុអ្វីក៏គេចិត្តដាច់លឿនពួកយើងតាក់ទងគ្នាទៅនឹងបាន2សប្តាហ៍ប៉ុណ្ណោះទោះវាជារឿងដ៏ខ្លីប៉ុន្តែខ្ញុំមានអារម្មណ៍ថាស្រឡាញ់គេខ្លាំងណាស់ព្រោះតែដូច្នេះហើយសង្សារឬក៏មានស្នេហាបានដោយសារតែពួកយើងស្រឡាញ់គ្នាបានតិចថ្ងៃពេកខ្ញុំមិនព្រមស្ដាប់គេខ្ញុំមិនព្រមជឿថាគេមានអ្នកថ្មីលឿនដល់ខ្ញុំបន្តតាមគេសួរគេចង់ដឹងពីចម្លើយប៉ុន្តែគេចិត្តដាច់ចម្លើយបន្តិចតែគេនិយាយថាគឺខ្ញុំមិនស្អាតមិនសិចស៊ីមិនត្រូវស្ទាយរបស់គេគ្រាន់តែចាប់អារម្មណ៍ខ្ញុំតែមិនបានស្រឡាញ់ខ្ញុំទេពាក្យសម្ដីទាំងអស់នេះហើយធ្វើឲ្យចាប់ប្រៀបបីដូចជាកំបិតមកចាក់ដើមទ្រូងខ្ញុំចាប់ផ្ដើមហូរទឹកភ្នែកតែម្នាក់ឯងគេដើរចេញទៅដោយមិនមើលខ្ញុំសូម្បីតែបន្តិចខ្ញុំថោកណាស់មែនទេតែអ្វីក៏ជាគេស្រឡាញ់គេខ្លាំងប៉ុន្តែគេមិនយកបែបនេះខ្ញុំក៏បញ្ឈប់ព្រោះតែតាមគេក៏គ្មានប្រយោជន៍បន្ថែមពីនោះទៅទៀតគេថែមទាំងយកសង្សាររបស់គេមកទឺខ្ញុំមកស្និទ្ធស្នាលនៅមុខខ្ញុំធ្វើឲ្យខ្ញុំអូនណែនរកពាក្យអ្វីនិយាយមិនបន្តមក
ខ្ញុំក៏ឡើងទៅភ្នំពេញពេលនោះម៉ាក់របស់ខ្ញុំខត់ខ្លាំងថាឲ្យរៀននៅទីនេះហើយតែខ្ញុំមិនព្រមទេព្រោះទីនេះគឺជាកន្លែងដែលខ្ញុំមិនអាចរស់នៅឃើញស្រមោលរដ្ឋការឈឺចាប់នេះបានទេខ្ញុំនិយាយដាច់អហង្ការជាមួយម៉ាក់ថាខ្ញុំនឹងទៅធ្វើជាអ្នកឌីសារៀនចប់បានខ្ញុំត្រឡប់មកពេលនោះម៉ាក់ប្រកាសថាបើសិនជាខ្ញុំទៅគាត់នឹងកាត់ការទោះជាគាត់ប្រកាសលើសនេះក៏ខ្ញុំនៅតែដើរចេញទៅដែរដោយមិនងាកក្រោយសោះទៅដល់ភ្នំពេញអ្នកមីងឃើញខ្ញុំមុខស្រពាប់ស្រពោបាយក៏មិនញ៉ាំទឹកក៏មិនផឹកគាត់បារម្ភពីខ្ញុំខ្លាំងគាត់សួរខ្ញុំថាមានរោគខ្ញុំក៏ប្រាប់គាត់ទៅតាមដំណើរដែលគាត់ស្ដាប់ហើយគាត់ប្រាប់ខ្ញុំថាបើចង់ឲ្យគេស្រឡាញ់បើចង់ឲ្យគេងប់ងល់ផ្លេចយើងមិនបានមីងមានវិធីធ្វើឲ្យគេមិនអាចដកចិត្តខ្ញុំគ្រាន់តែលើប៉ុណ្ណេះសូមអង្វរគាត់ឲ្យបង្រៀនខ្ញុំអ្នកមីងមិនចិត្តអាក្រក់ឡើយគាត់បង្រៀនខ្ញុំសពគ្រប់បន្ថែមពីនោះទៅទៀតពេលដែលខ្ញុំរៀនចប់រលុយបានខ្ញុំក៏ចាប់ផ្ដើមតែកែសម្ផស្សខ្លះដើម្បីឲ្យខ្លួនឯងរឹតតែស្រស់ស្អាតថែមទៀតប្រហែលនេះហើយជាមូលហេតុដែលគេមិនចំណាំខ្ញុំតែងតែតាមដានចាភាគនេះរៀងកលែងឡងតិចដែរព្រោះថាអតីតកាលរបស់ទូស័យហ្នឹងគឺសិតតែជារឿងដែលទូស័យឈឺចាប់ហើយក៏ជារឿងដែលទូស័យផ្លាស់ប្ដូរខ្លួនឯងអញ្ចឹងហើយបានកន្លងមកយើងឃើញថាទូស័យហេតុអីជាមនុស្សចិត្តដាច់ម៉េះធ្វើបាបម៉េះព្រោះតែទូស័យគាត់មានអតីតកាលឈឺអញ្ចឹងមានតែប៉ុណ្ណឹងបើយល់ថាចូលចិត្តជួយ like និង share មួយផងចាំជួបគ្នានៅភាគក្រោយ